សួស្តីបងប្អូនអ្នកគ្នាមកថ្ងៃនេះមកជជែកតទៅជាមួយការប្រព័ន្ធទឹកបន្តិចជូនបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់ប្រព័ន្ធទឹកនេះខ្ញុំនិយាយសំ focus ជាងគេគឺប្រព័ន្ធទឹកក្តៅបងប្អូនអ្នកគ្នាឆ្ងល់ទេថាមូលហេតុអីបានគេដាក់វា30លីត្រមូលហេតុអីបានគេដាក់វា56លីត្រឬក៏80លីត្រទៅលើធុងទឹកក្តៅជាប្រភេទ under ceiling ប្រព័ន្ធនេះពពុះនៅលើពីដែនអញ្ចឹងតកតងជាមួយធុងទឹកក្តៅ30លីត្រនិង56លីត្រគឺវាអាស្រ័យទៅលើបន្ទប់ទឹកហ្នឹងគឺយើងប្រើប្រាស់ទៅលើអីខ្លះទី1យើងប្រើទៅលើ server យើងប្រើទៅលើផ្កាឈូកទី2យើងប្រើទៅលើឡាបូអញ្ចឹងយើងប្រើតែពីរនេះគឺយើងដាក់ធុង30លីត្រអូខេហើយប្រើបានតែបើឈានដល់អាងមួយទឹកមានន័យថា bathtub គឺយើងដាក់អាចចន្លោះពី56លីត្រទៅដល់80លីត្រជា maximum គឺ80លីត្រល្អបើ56វានៅស្ទើរដែរនៅពេលដែលយើងបញ្ចូលទឹកទៅគឺវាស្ទើរដែរអញ្ចឹងដាក់ដល់80លីត្រ 100%គឺ complete អញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំធ្វើហើយមួយចិត្តតទៅជាមួយ experience មានន័យថាបទពិសោធន៍ដែលយើងធ្វើខុសអញ្ចឹងយើងមកចែកម្លែកបងប្អូនអ្នកគ្នាអញ្ចឹងខណៈចំណាំទៅលើធុងទឹកក្តៅបើសិនជាបន្ទប់ធម្មតាដែលមានធំការឈូកឬក៏ឡាបូទេយើងដាក់ធំ30លីត្របានហើយតែបើមានដល់អាងត្រាំទឹកគេហៅ bathtub យើងដាក់ដល់56លីត្រឬក៏80លីត្រញ៉ាំវីដេអូខ្ញុំប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ